ធម្មជាតិវាប្លែកវាអស្ចារ្យរុក្ខជាតិខ្លះយើងមិនសូវដែលបានឃើញទេបើនិយាយពីអារម្មណ៍វិញដូចអារម្មណ៍ដែលយើងមករកព្រៃហើយឃើញប្រាសាទដំបងគេអស់អញ្ចឹងវារំភើបបែបហ្នឹងអីចឹងទេនឹងជាគេការសមុទ្រកាលដែលសល់ពីធម្មជាតិពីមុនមកគឺនៅសល់បែបហ្នឹងអញ្ចឹងមានថ្មបាយក្រៀមកប់នៅក្នុងដីយើងអត់ដឹងថារូបរាងយ៉ាងណាយ៉ាងណីទេនេះចឹងពេលដែលធ្វើហើយប្រហែលជានឹងមានទឹកមកដូចកាលពីមុនវិញអីចឹងហើយមើលទៅស្លែពណ៌ខៀវដែលដុះលើថ្មហ្នឹងស្លែថែថ្មហ្នឹងនេះដូចបងជិះម៉ូតូមកត្បាយកំពុងលួងនៅចិត្តហ្នឹងតែអត់ទាន់មានផែនទីនៅលើនេះទេអញ្ចឹងពេលដែលយើងបានមកលេងដំបងគេពិសេសណាថ្ងៃនេះខ្ញុំមកព្រៃអង្គរដើម្បីមកថតវីដេអូថតរូបភាពខ្លះដើម្បីទុកដាក់នៅក្នុងឯកសារហើយថ្ងៃហ្នឹងមកថតម្នាក់ឯងនៅក្នុងព្រៃចាំមើលសកម្មភាពខ្ញុំថតរបស់គ្នាខ្ញុំបង្ហាញរូបខ្លះអញ្ចឹងណា Okay Let's goអ្នកដែលធ្លាប់មកលេងនៅអង្គរមកលេងនៅសៀមរាបអីធ្លាប់ដើរមើលតាមព្រៃអីចឹងអត់ទេនេះមានច្រកចូលនេះទៅផែហើយធម្មជាតិវាប្លែកវាអស្ចារ្យរុក្ខជាតិខ្លះយើងមិនសូវដែលបានឃើញទេវាឥឡូវហ្នឹងព្រៃអង្គរហ្នឹងវាដូចជាកាលជំនាន់មុនវាព្រៃមើលទៀតអូកាលជំនាន់មុនវាព្រៃក្រាស់អីចឹងណាហើយដល់ក្រុងទំនើបក្រុងអីទៅវាអស់លេងមានតែព្រៃចឹងមើលប៉ុន្តែនៅអង្គរសល់ព្រៃអញ្ចឹងហើយរុក្ខជាតិប្លែកយើងមិនដែលបានឃើញបើយើងមកលេងអង្គរយើងដើរកាត់ព្រៃកាត់អីហើយយើងមើលធម្មជាតិប្រកាសជាឃើញអីប្លែកច្រើនអញ្ចឹងទៅផ្លែច្រើនណាស់ចាំឲ្យមើលខ្លះអញ្ចឹងទៅដើមឈើខ្លះយើងសង្កេតមើលទេយើងមិនដែលឃើញដែរហ្នឹងនេះឥឡូវមើលដើមឈើនេះនេះមានរកាដែកណាតែមានបលាដែរបលាធំឃើញបលាធំមួយដើមនោះក៏មានបលាដែរឃើញអញ្ចឹងវាប្លែកវាមានផ្កាមានដើមឈើរុក្ខជាតិប្លែកចម្លែកយើងមិនដែលបានឃើញហើយគឺធ្លាប់ឃើញវល្លិចេះអត់ឃើញប្លែកយើងមិនដែលបានឃើញទេហើយយើងមើលធម្មជាតិបែបនេះនេះគឺវាចាប់គ្នាអាឈើនេះងាប់បាត់ហើយគឺវាពន់គ្នាអត់ធ្លាក់ដល់ដីទេហើយមិនត្រឹមតែប៉ុណ្្នឹងឯងមានច្រើនទៀតផ្កាខ្លះយើងដែលបានឃើញទេតមកអង្គរមិនបានឃើញមកសៀមរាបដើរចូលកាត់តាមព្រៃតាមអីចឹងទៅហើយនេះទៅផែហើយនៅខាងនោះប្រាសាទតាកែវអញ្ចឹងនៅទល់មុខប្រាសាទតាកែវហ្នឹងមានព្រៃចូលមកទៅលេងផែដែលផ
hai nó là lấy phong tài điệp chòm lần với nhá người điệp chòm hấp ấy nâng ai bàn sẽ cho một lên can ta mở tới kinh xã tại một lên nhà lấy co lò để chừng bàn khơi tăng pi biệp nào thôi kê mình toàn bàn chuột chuột hơi rồi chúng dài mà mở tới kinh lại mà giang ngày cái chuột chuột hơi mở tới dài thắp lại mà giang thế đây chẳng thế vì xã hòm chiến nè về đây dân đã khổng cắt prey dân được mèo rong thì dân được long cắt prey được thùng mùi trắng hay dân nói dân khơi sạt vậy thấy nhỉ róm bởi vì bây giờ mới đôi róm đây dân mà rục prey hết khơi sạt từ bộ nghề bỏ chẳng vì rồng phớp bài năng gì chẳng thế lạc lại chẳng thế cá nếp cá mà chôn lại chọn nếp cá mà chôn đó nơi sọc phun miếng này tại nơi prey về chấm lại tiệt ở chẳng khơi nhé nơi không prey là khiêu chẳng khơi cả hòm túi mũi ấy cá vì sao sạch bài năng cái này dừng trồn mà miền đám chờ thôm mùi chẳng hay bây giờ dừng ngơi làng từ lơ tới với khơi bài nè sạch nào lúc ơi khơi nhé kinh lôi ạ các bạn thom chiết nhưng mượn khơi bay về tại từ cờนี้đi từ cờ khó đặt về nơi mình thom chiết từ nó đặt cho nó đại xịt cà quá okay. Thom chiết vì mình plan thom chiết luôn về thế vì chỉ hà bỏ thom chiết bỏ hà thom chiết ơi nè cái nhé chẳng hạn là đi dân đào mà đào xa đây cho đi tập trộm phẳng thì tình anh mơ ban chỉ tới nè để mò lên xin mà tiếp mua tại liệt trộm mà lên chẳng dừng thọ đục này có tôi cổ thông ấy lại để dừng chọn màu hái dừng liệt màu cái lại để không prey tôi vậy vừa rong so sai bạch xe như thế chứ nè cái nhà vừa lời trộn nhưng mà muốn ạ sát nè những đào trộn làm trọ nu một khơi sạt để tí tăng đi hai nơi kháng này mình trộn được mà trọ thì trên những đào trộn tới tam trọ năng tiết tứ đầm bầy từ khơi phai gặp lại trộn chật đào prey ấy máu trộn tới này đào máu ngọc sạt lọ cho mà tới chuyện còn là riêng nguyên mù chừng tới rồi đầm bầy cà phê mù đây chẳng thế mù riêng cha nữa mệt plieng một cặp rồi tiền mở thành đi chỉ ấy kể mình nè cái nhất nâng chi kể cà sấu mót này mình chọn đóng mà nên mình chỉ cà sấu mót đây mình tay cứ chia tầm bèn bài chú prey nên nó cứ đập lại đập cà lại và toàn mình cứ đập vậy thì mình cứ đập mình fly em đang cái hộp bọn ba chỉ cái hộp có thể khơi chẳng ấy này hay ơi mưa cà mà bập hết đi thế nè nè mình score lót cà này chỉ cà bập hết đấy kì
ហើយប្រចាំផ្កាហ្នឹងមាននៅណាខ្លះមាននៅទីតាំងណាខ្លះស្គាល់អត់ទេឬក៏មាននៅតែអង្គរទេអូបើមាននៅអង្គរតែមាននៅតែអង្គរពិសេសនេះអាចមកលេងបានមាននេះជាការរស់ដោយធម្មជាតិអូលើឃើញនៅខាងលើនេះទៀតនេះរស់ដោយធម្មជាតិចាប់ពីធម្មជាតិមើលមិនឃើញទេជាសម្បុកពីពីងចាប់នេះជាផ្លូវដែលយើងដើរចូលហើយសូម្បីតែផ្លូវដែលយើងដើរចូលហ្នឹងក៏មានដុំថ្មបាយក្រៀមនៅនេះដែរនេះថ្មបាយក្រៀមអញ្ចឹងសម្រាប់អ្នកដែលចង់មកដើរមើលមុនទិដ្ឋភាពដែលគេអត់ទាន់បានជួសជុលរួចអញ្ចឹងអ្នកអាចឃើញកាលដែលសល់ពីធម្មជាតិពីមុនមកគឺនៅសល់បែបហ្នឹងអញ្ចឹងមានថ្មបាយក្រៀមកប់នៅក្នុងដីយើងអត់ដឹងថារូបរាងយ៉ាងណាយ៉ាងណីទេនេះយើងដើរកាត់អញ្ចឹងទៅយើងបានឃើញមុននេះអញ្ចឹងណានៅពេលដែលគេកែលម្អគេជួសជុលគេរៀបឡើងវិញឲ្យចេញជារូបរាងមកយើងឃើញអូនឹងរូបរាងអញ្ចឹងកាលពីមុនយើងមកនៅកប់ក្នុងដីគ្មានឃើញរូបរាងផងឃើញតែថ្មបាយក្រៀមឃើញតែថ្មភក់អញ្ចឹងទៅឥឡូវនេះយើងដើរចិត្តដល់គោលដៅយើងមួយទៀតនៅចិត្តនេះអញ្ចឹងយើងទៅទាំងអស់គ្នាឥឡូវយើងបន្តដំណើរទៅទីតាំងដែលយើងនឹងមកដល់ថ្មីនេះមួយទៀតហ្នឹងគេហៅគេថងផែគេលួងផែលួងហ្នឹងជាផែដែលស្ដេចប្រើប្រាស់កាលពីមុនវាដួលរលំអញ្ចឹងអូកំពង់លួងជាកំពង់លួងឃើញនៅមានរូបរាងអញ្ចឹងមានថ្មខ្លះនៅសល់ចម្លាក់ផ្កាអីយ៉ាងខ្លះទៅហើយនេះជាទួលខាងលើអញ្ចឹងហើយនេះកំពង់លួងកាលលើកមុនខ្ញុំមកម្ដងដែរមិនទាន់បានលើកឲ្យចេញជារូបរាងខ្លះទេប៉ុន្តែមកលើកនេះគឺចេញជារូបរាងបែបនេះកាលលើកមុនតោឯនោះតោនៅដួលដេកនឹងដីនៅឡើយទេតែឥឡូវមានកន្លែងឈរវិញធម្មតាអញ្ចឹងណាចឹងពេលដែលធ្វើឲ្យប្រហែលជានឹងមានទឹកមកដូចកាលពីមុនវិញអីចឹងហើយមើលទៅនេះពេលយើងមើលមកខាងលើចេះមិនដឹងថាពេលដែលផែធ្វើរួចរាល់ហើយបើកទឹកបើកអីចូលមកវិញអីចឹងអាចមានទេសចរជាទូកជាអីមកអីចឹងមើលទៅតែមិនដឹងដែរនេះបែបនេះអូខ្ញុំនៅក្នុងព្រៃមកអាចមកបានមិនឆ្ងាយទេចិត្តខ្លងទ្វារជ័យចិត្តប្រាសាទតាកែវយើងអាចលេងកោថូចលេងកោធំហើយមកដល់ពលានចូលដំរីហើយផ្លូវត្រង់កាត់តាមប្រាសាទស៊ូប្រត់ហ្នឹងក៏ប្រាសាទនាងទាំង12ហ្នឹងមកតាមផ្លូវនឹងរហូតមកកាត់តាមខ្លងទ្វារជ័យជីរហូតឆ្លងមកទៀតមកច្រកចូលនៅស្ដាំដៃហើយទល់មុខជាមួយនឹងប្រាសាទតាកែវមកមើលដើមឈើធំហើយមានកំពង់លួងនេះទៅជាមួយចេញជារូបរាងសម្រាប់មកហ្មងតែស្អាតយ៉ាងណាទៀតយើងអាចមើលមុនបដើអីចឹងទៅ
là bà hai bị phiệp hoa trang mới tiền đấy play hay mà crop đấy vì tum chụp màu hơi tại lẹ máu bài gì chặt lục sặc đi chom sặc hay tơ lên thằng mình là mà crop đấy mà crop thế crop là để chặt thấy chụp lỡ đấy nữa đây mới đào chơi mà đào này á cô là thằng crop mới đặt này pi đôi đam chơi pi bị đam nhá tại làm đó lỡ chọp này vậy hay là đó lỡ thì toàn bài về thiền và to đi đây vì thằng còng nó chỉ rước rồi như nào hãy đọc máu anh phải chọp này thằng lơ nó được còn mấy tiền đi cứ chỉ thò mà chia slide po kiểu kêu để đọc lời mò nó slide thải mò chui pon mò thải mò nữa lọ ban du nó slide chật lọ slide thải mò đấy xa đấy detailนี่ก็หาแต่วอหรือก็ใส่กี่ตัวเนี่ยวันนี้นั่นก็ดันลางตะลืออย่างว่าเนาะโอ้นี่หาแต่ทอมจิตจิตโยงគ្នាรู้แต่มันนึงถ้าเตะกาจิตตึกปีดามเชิญนึงจรานอดว่าถ้าเตะกาจิตตึกจราปีดามเชิญดูปัญญาไอ้จ้ะจราน่ะเนาะลางตะลือเดี๋ยวเนี่ยដូចបងបងvậyជិះម៉ូតូមកសบายសบายបំផុតជិះមកឃើញអត់អូអែមចង់មានម៉ូតូធំហើយជិះមកលេងដូចគាត់អីចឹងសบายមិនតែសម្រាប់អ្នកចូលចិត្ត adventure អញ្ចឹងទេយើងមកដំណើរកំសាន្តហ្នឹងដើរមើលអញ្ចឹងក៏វាល្អដែរពេលដើរមើលក្រោមផងអញ្ចឹងទៅនេះឃើញខ្មៅសត្វស្អីសម្ោចយើងស្អីហ្នឹងពេលដែលវាខំទៅគឺចុកណាស់ហើយជើងខ្ញុំគឺវាខំទៅដល់កចុកយកតែមែនតើនេះដើមអីចេះទៅស្គាល់អត់នេះមានអ្នកស្គាល់ថាដើមហ្នឹងដើមអីគេនេះគេប្លែកលឹកស្អាតប្លែកនិយាយថាដើមរ៉ូស៊ីមានបានដាំនៅផ្ទះលុយហូចូលអីចំយ៉ាងដែរតិចមកលេងនៅស៊ីមរៀបដកយកទៅដាំនៅផ្ទះអស់ទៅចប់អត់ទេឥឡូវនេះខ្ញុំចេញមកច្រកមកខាងទៀតខ្ញុំចូលច្រកខាងនោះឥឡូវខ្ញុំចេញច្រកខាងនេះហើយខាងនេះគឺជាផ្លូវជិះតាមនេះទៅវិញទៅដល់ពលានជលដំរីហើយឆ្លងកាត់តាមខ្លងពីចេញហើយមកខាងនេះទៅគេថាតកែវនៅជិះពីហ្នឹងនៅស្ដាំដៃហើយប្រាសាទដែលកន្លែងដែលខ្ញុំចូលទៅមុននោះគឺនៅទល់មុខប្រាសាទតកែវហើយនៅទីតាំងច្រកចេញនេះគឺនៅចិត្តផ្លូវចូលទៅជិះ zip line ហ្មងនេះឃើញទេជិះ zip line ហើយឈៀងចូលមកបន្តិចមកមានអីសប្បាយផ្លូវស្អាតហើយនេះថតរូបក៏ស្អាតដែរទេសភាពញាក់សាច់ខ្ញុំដើរកាត់ព្រៃមួយថ្ងៃហើយឥឡូវចេញមកលើផ្លូវកស៊ូវិញទៅឃើញធម្មជាតិមួយដែលខ្ញុំស្គាល់ថាជាមណ្ឌលពេជ្រទៅស្គាល់មួយថ្ងៃនេះអើយហើយខាងនោះកាតាពាំងបាជូដែរនោះឃើញទេនេះប្រាសាទតកែវប្រាសាទតកែវប្រាសាទយើងចូលទៅមុននោះប្រាសាទដូនម៉ៅនៅក្នុងក្តារព័ត៌មាននេះគេអត់ទាន់បានដាក់កំពង់លួងហ្នឹងទេគេដាក់ត្រឹមតែប្រាសាទដូនម៉ៅនេះប្រាសាទតកែវនៅក្រោយខ្នងនេះប្រាសាទតកែវនេះប្រាសាទដូនម៉ៅដែលទៅដល់ទី1អញ្ចឹងយើងកាត់មកនេះបាននៅកំពង់លួងនៅចិត្តហ្នឹងតែអត់ទាន់មានផែនទីនៅលើនេះទេអញ្ចឹងពេលដែលយើងបានមកលេងដំបូងគេពិសេសណាអញ្ចឹងណាហើយមានផ្លូវចូលស្អាតមានទេផ្លូវចូលស្អាត
មាន foreigner មួយជិះម៉ូតូចេញមកកុំភ្លេចមកទេសនាប្រាសាទនៅសៀមរាបឲ្យបានច្រើនប្រាសាទតូចៗដែលយើងមិនដែលបានដឹងមិនដែលបានស្គាល់មកដល់ស្រាវជ្រាវហើយចូលទៅមើលជម្រាបលា